ណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីស្មារតីស្រឡាញ់សន្តិភាពនិងការចូលរួមគ្រប់សកម្មភាពដើម្បីរក្សាសន្តិភាពសកលរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព The Board of Peace តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃទី16ខែមករាឆ្នាំ2026នេះគឺជាការប្រកាសឲ្យដឹងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកាលពីថ្ងៃទី26ខែមករាឆ្នាំ2026សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថាការចូលរួមនេះគឺបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគ្រប់គ្រងនិងរួមចំណែកដល់ការលើកកម្ពស់និងការថែរក្សាសន្តិភាពជាសកលសុខឆន្ទៈស្រឡាញ់សន្តិភាពគ្រប់គ្រងនិងការរួមចំណែករបស់ដល់ការកសាងសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមកជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅក្នុងបណ្ដាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាមការចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ3ឆ្នាំមិនតម្រូវឲ្យមានការបង់ថវិកាទេនេះបើយោងតាមសម្ដេចប្រមុខរាជរដ្ឋាភិបាលដែលជម្រាបជូនជនរួមជាតិបានជ្រាបអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថាគុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសកលមិនមែនកើតឡើងដោយចៃដន្យទេពោលគឺប្រទេសដ៏តូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍តាមរយៈរូបមន្តនយោបាយឈ្នះឈ្នះគ្មានពីររបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីដែលជាស្ថាបនិកនិងប្រតិបត្តិការសន្តិភាពហើយបាននាំមកនូវសន្តិភាពពេញលេញនឹងការផ្សះផ្សាបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត3ទសវត្សរ៍ចុងក្រោយកម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍប្រទេសឲ្យងើបចេញពីគំនរផេះផង់ពីអន្លង់ឈាមនិងទឹកភ្នែកមកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសពថ្ងៃដោយមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាអ្នកបន្តឈរការពារយ៉ាងបដូរផ្ដាច់នៅសន្តិភាពនិងចាត់ទុកសន្តិភាពជាអាទិភាពចម្បងបំផុតមួយរបស់រាជរដ្ឋាភិបាលការតម្កល់តម្លៃសន្តិភាពជាអាទិភាពនិងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងប្រទេសក្នុងតំបន់ក៏ដូចជាក្នុងសកលលោកបានធ្វើឲ្យពិភពលោកនឹកឃើញដល់កម្ពុជាជានិច្ចនៅពេលណាដែលគេនិយាយពីសន្តិភាពអាចនិយាយបានថាទីណាមានសកម្មភាពដើម្បីសន្តិភាពទីនោះតែងតែមានការគ្រប់គ្រងនិងការចូលរួមចំណែកពីកម្ពុជាការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump នៅពេលនេះគឺជាសក្ខីភាពថ្មីមួយទៀតដែលបញ្ជាក់អំពីសុខឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាដើម្បីបុព្វហេតុសន្តិភាពសក្ខីភាពនៃឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជាបានស្ដែងឡើងរួចជាស្រេចនៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃចាប់តាំងពីចុងខែកក្កដាឆ្នាំ2025ដែលធ្វើឲ្យស្មារតីសន្តិភាពបានផុសត្រដែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីតាមរយៈសម្រែកទាមទារសន្តិភាពអត់ធ្មត់ដើម្បីបញ្ជៀសសង្គ្រាមនិងការងារការទូតយ៉ាងសកម្មដើម្បីស្វះស្វែងរកបទឈប់បាញ់ពាក្យសម្ដីផ្សារភ្ជាប់ជាមួយសកម្មភាពជាក់ស្ដែងអស់ទាំងនេះបានបង្ហាញឲ្យពិភពលោកឃើញយ៉ាងច្បាស់អំពីស្មារតីស្រឡាញ់សន្តិភាពពិតប្រាកដរបស់កម្ពុជានិងជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាពជាលទ្ធផលកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពូថ្ងៃ26តុលា2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូត GBC
ថ្ងៃ27ខែធ្នូឆ្នាំ2025ដែលផ្ដល់កំណើតដល់បទឈប់បាញ់ជាលើកទី2និងដែលស្ថិតនៅជាធរមានរហូតមកដល់សប្តាហ៍ថ្ងៃនេះសុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់សន្តិភាពការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជាក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងម៉ាឡេស៊ីក្នុងនាមជាប្រធានបដូវវេនអាស៊ានឆ្នាំ2025អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថានៅក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះកម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅទន្ទឹមនឹងនេះកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយសូមអរគុណនិងសូមគោរពលាថៃប៉ុណ្ណេះបាទ